การแต่យើងផ្ដល់ឈាមហ្នឹងធ្វើឲ្យកោសិកាក្របឈាមរបស់យើងមានការផ្លាស់ប្ដូរសូម្បីតែនៅកណ្ដាស់ដែលយើងចោះបំពេញព័ត៌មានមិញហ្នឹងក៏គេបញ្ជាក់ដែរបរិច្ចាគឈាមចាប់ពីអាយុ18ឆ្នាំបើសិនជាឧទាហរណ៍ថាបរិច្ចាគឈាមទៅមានបញ្ហាសុខភាពខ្ញុំជឿជាក់ថាខាងមជ្ឈមណ្ឌលផ្ដល់ឈាមក៏ដូចជាខាងលោកគ្រូអ្នកគ្រូពេទ្យគាត់ក៏ឲ្យប្រជាពលរដ្ឋផ្ដល់ឈាមដែរចាសសូមធ្វើការគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅក្នុងថ្ងៃនេះគឺជាកម្មវិធីនៅក្នុងការបរិច្ចាគឈាមជាមួយនឹងមូលនិធិ VR1 Team ក៏ដូចជាសមាជិកនៅក្នុងក្រុមហ៊ុន VY ផ្លូវផ្ទាល់ផងដែរហើយតម្លៃសម្រាប់ថ្ងៃនេះគឺយើងមានបងប្អូនក៏ដូចជាសមាជិកចូលរួមច្រើនខ្លាំងមែនទែនប៉ុន្តែនេះខ្ញុំក៏ចង់ដឹងទៅលើចំណាប់អារម្មណ៍សមាជិកនៅក្នុងក្រុមហ៊ុនក៏ដូចជាសមាជិកនៅក្នុងមូលនិធិ VR1 របស់យើងផងដែរថាតើគាត់មានអារម្មណ៍បែបណាក្រោយពេលដែលយើងមានកម្មវិធីនេះឡើងចាសជម្រាបសួរបងចាអូខេបងអត់អីទេចាបងសម្រាប់បងផ្ទាល់ណាបរិច្ចាគឈាមហើយនៅបានរួចហើយបាទអ្នកដែលបរិច្ចាគឈាមរួចគឺបានណែមានរបស់ញ៉ាំហើយនឹងទឹកមានអាវមានអីច្រើនកាដូសម្រាប់ពីចំនួនដល់ឈាមចាគេហៅថាកាដូលើកទឹកចិត្តបងមានអារម្មណ៍បែបណាដែលបងនៅពេលដែលបងបានមកចូលរួមជាមួយនឹងកម្មវិធីបរិច្ចាគឈាមបែបនេះបងចំពោះអារម្មណ៍របស់ខ្ញុំគឺសប្បាយរីករាយតាំងពីម្សិលមកតែឲ្យមកដល់ព្រលឹមឡើងឲ្យឆាប់ដើម្បីបានមកដល់ឈាមចាបងបើសិនជាករណីថាត្រង់ចំណុចមួយអញ្ចេះព្រោះសម្រាប់ប្រជាពលរដ្ឋកម្ពុជាបើយើងជាទូទៅណាគាត់ខ្លាចបរិច្ចាគឈាមហើយមានផលប៉ះពាល់សុខភាពគាត់ទៅថ្ងៃខាងមុខឬមួយក៏មានបញ្ហាត្រង់ចំណុចណាមួយក្នុងនាមបងជាអ្នកតែងតែចូលរួមកម្មវិធីបរិច្ចាគឈាមបងគាត់ថានៅពេលដែលគាត់គិតបែបនេះគឺជារឿងត្រឹមត្រូវដែរទេឬមួយក៏បងមានជាយោបល់បែបណាជូនគាត់ដែរបងមែនទៅយើងតែងតែឮបងប្អូនយើងគាត់បារម្ភខាងនឹងដែរចាអញ្ចឹងតើតងចំណុចកន្លែងនេះតាមពិតខ្ញុំមិនមែនជាអ្នកជំនាញអីទេគ្រាន់ថាយោងតាមបទពិសោធន៍ពីពេទ្យយោងតាមបទពិសោធន៍ពីយើងការស្វែងយល់ដឹងតទៅនឹងសុខភាពមកលោកតែងតែបញ្ជាក់ថាការផ្ដល់ឈាមនេះគឺយ៉ាងតិចសូម្បីតែនៅកណ្ដាស់ដែលយើងចោះបំពេញព័ត៌មានមិញហ្នឹងក៏គេបញ្ជាក់ដែរគេថាបរិច្ចាគឈាមចាប់ពីអាយុ18ឆ្នាំហើយការបរិច្ចាគឈាមនេះបើសិនជាឧទាហរណ៍បរិច្ចាគឈាមទៅមានបញ្ហាសុខភាពខ្ញុំជឿជាក់ថាខាងមជ្ឈមណ្ឌលផ្ដល់ឈាមក៏ដូចជាខាងលោកគ្រូអ្នកគ្រូពេទ្យគាត់ក៏ឲ្យប្រជាពលរដ្ឋផ្ដល់ឈាមដែរអាហ្នឹងយើងយោងតាមបែបអញ្ចឹងណាទី2ជាធម្មតាតាមការលើកឡើងយល់ដឹងមកហ្នឹងឃើញថាការដែលយើងផ្ដល់ឈាមហ្នឹងធ្វើឲ្យកោសិកាក្របឈាមរបស់យើងមានការផ្លាស់ប្ដូរហើយមួយទៀតថាកាលណាយើងអត់បរិច្ចាគកោសិកាឈាមរបស់យើងហ្នឹងក៏វាធម្មតាវាខូចងាប់នៅក្នុងរាងកាយរបស់យើងហ្នឹងដែរអញ្ចឹងបើសិនជាយើងបរិច្ចាគឈាមទៅវាល្អសម្រាប់សុខភាពរបស់យើងដែរតែប្រយោជន៍មួយទៀតនៅពេលដែលយើងបរិច្ចាគឈាមទៅយើងនឹងមានរបាយការណ៍មួយនៅខាងមជ្ឈមណ្ឌលផ្ដល់ឈាមឧទាហរណ៍ថាបើសិនជាឈាមរបស់យើងអត់ល្អក៏គេអត់យកទៅប្រើដែរអញ្ចឹងគេនឹងឲ្យរបាយការណ៍មកយើងគេនឹងបញ្ជាក់ថាយើងមានបញ្ហាសុខភាពជាមួយយើងពីរឈាមហ្នឹងគេអត់បានយកទៅប្រើទេគេនឹងឲ្យយើងទៅពិនិត្យសុខភាពបន្ថែមឬក៏ស្វែងរកការព្យាបាលអីជាដើមចាអញ្ចឹងនៅក្នុងនេះសម្រាប់ការបរិច្ចាគឈាមជារួមតែម្ដងគឺមិនត្រឹមតែចំណេញទៅលើសង្គមជាតិចាក៏ដូចជាអ្នកដែលគាត់កំពុងតែត្រូវការឈាមខ្វះខាតឈាមទេប៉ុន្តែគឺជាចំណែកមួយជួយទៅលើសុខភាពរបស់យើងបានន័យថានៅពេលដែលយើងធ្វើការបរិច្ចាគឈាមហាក់បីដូចជាយើងធ្វើឲ្យសុខភាពរបស់យើងកាន់តែល្អប្រសើរជាងមុនបើមានបញ្ហាក៏ខាងពេទ្យគាត់ក៏អត់ឲ្យយើងបរិច្ចាគដែរចាចាអញ្ចឹងសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលតែងតែមានចម្ងល់ក៏ដូចជាមានពាក្យមួយនៅក្នុងខ្លួនថាបើយើងបរិច្ចាគឈាមញឹកធ្វើឲ្យមានផលប៉ះពាល់ទៅកាន់សុខភាពថ្ងៃនេះបងប្អូននឹងទទួលបានចម្លើយពីអ្នកដែលគាត់ធ្វើការបរិច្ចាគឈាមជាប្រចាំតែម្ដងអរគុណច្រើនបង